អ្នកនរគ្នានៅដាក់ស្លឹកឈើមួយចឹងមែននៅក្នុង DeFi មកថ្ងៃនេះយើងនឹងរៀនវិធីមួយទៀតដែលដាក់ស្លឹកឈើលឿនជាងមុនហើយនឹង detail ជាងមុនអ្នកទាំងអស់គ្នានឹងទទួលបានលទ្ធផលបែបនេះចឹងដំបូងយើងចូលមកកាន់ scatter មកហើយយើងយកពាក្យថា select material យើង select ទៅលើ material ណាដែលយើងចង់ដាក់ស្លឹកឈើពីលើហើយចុច select បន្ទាប់មកយើងយក H ទៅ Y ដើម្បីឲ្យវាចែកជាកណ្ដាលផ្លូវហើយនឹងចម្រៀងផ្លូវអញ្ចឹងនៅក្នុងនេះយើងមាន2គឺ sub area 0គឺខាងកណ្ដាលផ្លូវហើយជាមួយនឹង sub area 1នៅខាងគៀនផ្លូវយកឲ្យយើងចង់ដាក់ស្លឹកឈើគឺនៅគៀនផ្លូវអញ្ចឹងយើងចុចកន្លែង sub area ទី1មកហើយយើងយកកន្លែង asset មកដើម្បីយើងដាក់ស្លឹកឈើយើងទៅយកស្លឹកឈើណាដែលយើងស្រឡាញ់មកបន្ទាប់មកយើងកំណត់ទៅលើចំនួនយើងអាចចុចទៅលើកន្លែង sub area ទី1មកហើយយើងបង្កើន density ទៅដើម្បីឲ្យវាកើនចំនួនដាក់ច្រើនយើងអាចដាក់ density វាច្រើនទៅគឺវាចំនួនកើនទៅតាមហ្នឹងហើយ setting ខាងក្រោមយើងអាចសេរីទៅតាមចំណង់ចំណូលចិត្តយើងទៅហើយនេះគឺជាលទ្ធផលដែលយើងទទួលបានបន្ទាប់ពីយើង set up ហើយកុំភ្លេចចុច follow ដើម្បីទទួលបាន tips ច្រើនទៀតអញ្ចឹងប្រសិនបើ